បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះអង្គខ្ញុំបាទសម្រាប់គ្រប់បូជាបាទគុំតួអង្គដាក់ចូលគ្នាមកណា3អង្គពុទ្ធរូបព្រះអង្គកវាមតិបាទដៃ6មកណាបាទនឹងខ្នាយកាច់ខឹកបុកបាក់ក្នុងធៀមបាទតាន់ប៉េះហើយអង្គនេះខ្នាយជប់កាយក្បាលតែប្រវត្តិជប់នេះជាប់តាក់បាញ់អត់ចេញអញ្ចឹងណាបងប្អូនខ្ញុំថតឲ្យបងប្អូនមើលលេងខ្ញុំឲ្យស្ងាត់ TikTok ហ្នឹងណាជាថតផុសជូនបងប្អូនមើលលេងកំសាន្តរបស់ខ្មែរវារៀងតម្លៃក៏ថ្លៃអញ្ចឹងណាបងប្អូនរបស់ខ្មែរថ្លៃហើយបងប្អូនឆាតមកចង់បានរបស់ធូរថ្លៃរបស់ធូរថ្លៃគឺមានតែក្រៅស្រុកខ្នាយវៀតណាមខ្នាយឡាវអញ្ចឹងណាបងប្អូនឃើញខ្ញុំដាញ់សង្គម TikTok គេលក់ខ្នាយមួយគូ$40 30រៀលហ្នឹងហើយអាហ្នឹងខ្នាយឡាវឬក៏ខ្នាយវៀតណាមតែមកខ្មែរផែន27 25មកទឹក3ហើយអត់មាន$50ទេបងប្អូនបាទត្រៀម$200ឬ$300បាទជាបាទហើយសួរដល់បកែទេភាពបកែយើងអាចវាស់ស្ទង់បានទេបងប្អូនតែយើងអាចសាកគូទីបាញ់គ្នាបានអានោះនិយាយតាមការពិតបងប្អូនណាភាពបកែយើងមើលអត់ដឹងទេតើឡាគូទីសាកគ្នាអាហ្នឹងដឹងខ្លាំងហើយដឹងទូអង្គយើងខ្លាំងទូអង្គគេខ្លាំងហើយអញ្ចឹងថាបងប្អូនប៉ុន្តែស្រុកខ្មែរដូចជាអត់ទាន់មានទេតែមកចាស់ពីដើមមានសាកគូទីកាប់គ្នាឬក៏បាញ់គ្នាអញ្ចឹងអាហ្នឹងដឹងអ្នកណាខ្លាំងអ្នកណាខ្សោយអញ្ចឹងណាបងប្អូនយើងលេងរបស់តើយើងហ៊ានបងប្អូនមិនដឹងថាខ្លួនយើងខ្លាំងឬខ្សោយហើយបងប្អូនមើលព្រះអង្គនេះបាទមិនធម្មតាទេបងប្អូនណាបាទគាត់តែបច្ច័យខ្ញុំយកមកជិត$4000ហើយមួយអង្គនេះបងប្អូនបាទអាយុកាលលោករាប់ពាន់ឆ្នាំដែរហើយអញ្ចឹងណាបងប្អូនណាបាទមិនធូរថ្លៃទេតិចបងប្អូនយកមក$50-60អត់ទេបងប្អូនរាប់ពាន់បាទរាប់$10,000ដោយសារស្រឡាញ់ណាបងប្អូនបាទអញ្ចឹងការស្រឡាញ់គឺធ្វើឲ្យចិត្តយើងចង់បានដូចខ្នាយនេះយកមកក៏ថ្លៃដែរហើយក៏ស្រោប3អង្គហ្នឹងអត់ជាង1លានបាទហើយអញ្ចឹងណាបងប្អូនបាទជំនឿកើតដោយបញ្ញាជំនឿដោយមានបច្ច័យ4មកជំនឿយករបស់ក្រៅស្រុកមកពាក់បានមកល្អមើលទេបងប្អូនណាបាទបើឲ្យយកគុណភាពដូចរបស់គេល្អថ្លៃទៅអត់រួចទេអញ្ចឹងណាបងប្អូនបាទអញ្ចឹងរបស់ល្អត្រូវការបច្ច័យតែផុសនេះមិនមែនដើម្បីជីវទេបងណាគាត់ឲ្យបងប្អូនថារបស់ខ្មែរវាមានរបស់ខ្លាំងបងប្អូនមើលញាក់សាច់បាទបារមីលោកខ្លាំងបំណាបងប្អូនណាបាទបងប្អូនមើលដល់ពណ៌មើលដល់សាច់លោកហ្នឹងហើយបើបែកញើសត្រូវញើសរៀងឆ្អាបឈាមមនុស្សបាទជាងការកសាងមិនធម្មតាទេបងប្អូនបាទនិយាយនេះមិនអួតអាងទេបងប្អូនណាបាទផុសឲ្យបងប្អូនមើលទស្សនាកំសាន្តចង់បានរបស់ល្អវាថ្លៃចង់បានរបស់ទូថ្លៃផ្នែកវៀតណាមផ្នែកឡាវក្រៅស្រុកចឹងណាបងប្អូនអរគុណបងប្អូនបាទសូមបងប្អូនជួយចុចសញ្ញាបេដងរីផុសខ្ញុំអ្នកមួយផងមិនផុសដើម្បីនេះការអួតអាងឬការចាញ់ចោលបងប្អូនអ្នកចែកម្លែកដូចគ្នាទេគាត់ថាខ្ញុំលេងតែរបស់ខ្មែរទេទឹកដីខ្ញុំរកបៃលិនពោធិ៍សាត់បាត់ដំបងកោះកុងខុសពី4ខេត្តនេះខ្នាយទៅអត់រួចទេបងប្អូនខ្ញុំបលោក31ឆ្នាំហើយបាទខ្នាយសាកបាញ់បងប្អូនណាបាទតែមួយខ្នាយ4ខេត្តនេះបាញ់ចេញអត់ត្រូវទេបាទក្របខ្លះអត់ឆេះរឿងពិតបងប្អូនណាបាទយើងមិនសាកអត់ដឹងទេរបស់ដែលយើងយកមកសាកមិនបាច់ដាក់ដើមជ័យទេបងប្អូនសាកបាញ់ម្ដងបាទបើយើងអត់មានកំភ្លើយើងតាក់តងបងធរទាហាននេះទាហានបលិស PM នេះគាត់មិនចិត្តដាច់ទេសុំសាកខ្នាយទេហ្នឹងហើយបងប្អូនបាទបាញ់ចេញអត់ត្រូវទេអញ្ចឹងណាបងប្អូនអាហ្នឹងបានខ្លាំងតែមកថាបាញ់ម៉ាំងដាច់ខ្នាយយកមកមានបានប្រសិទ្ធភាពអីបងប្អូនបាទមិនមែនអួតអាងទេបងប្អូនណាបាទយើងលេងរបស់លេងដល់តម៉ាក់ហ្នឹងបានយើងទុកចិត្តថាអូរបស់យើងខ្លាំងហើយយើងអ្នកគោរពក៏មានការប្រមាថក៏មានការគិតថាខ្លួនឯងអស្ចារ្យខ្លាំងប៉ុណ្ណាក៏នៅតែស្លាប់ដែរបងប្អូនណាខ្លាំងប៉ុណ្ណាក៏នៅតែយើងស្លាប់ដែរនេះគ្រាន់ជាការផ្ដាំសារជូនបងប្អូនដែលស្រឡាញ់របស់ដែលធូរថ្លៃបាទរបស់ធូរថ្លៃគឺតម្លៃក៏វាធូរទៅតាមហ្នឹងគុណភាពទៅតាមហ្នឹងដែរបងប្អូនណាបាទសូមអរគុណច្រើនសូមគោរពលាបាទនិយាយនេះមិនមែនអួតអាងទេបងប្អូនណាចង់បង្ហាញថារបស់ខ្មែរមានរបស់ខ្លាំងនិងរបស់មិនខ្លាំងតម្លៃក៏វាមានថ្លៃនិងធូរទៅតាមហ្នឹងអញ្ចឹងណាបងប្អូនអញ្ចឹងមុននឹងខ្ចាយជាពិចារណាថារបស់ល្អវាថ្លៃរបស់ធូរថ្លៃគឺវាអត់មានគុណភាពអញ្ចឹងណាបងប្អូនសូមអរគុណបងប្អូនណាសូមជម្រាបលាអរគុណច្រើន